បិទខ្ញុំសូមរក្សាថ្ងៃនេះក្នុងបេះដូងជាអនុស្សាវរីយ៍មិនអោយបាត់ឡើយថ្ងៃនេះខ្ញុំមិនតន់ហ៊ានសារភាពព្រោះខ្ញុំចង់ខំរៀនអោយបានល្អស្អប់ពីនៅគ្រូនឹងអ្នកគ្រូដើម្បីថ្ងៃមុខយើងមានអនាគតល្អប្រសិនបើវាសនានៅតែជួបគ្នានៅថ្ងៃដែលយើងធំជាងនេះប្រហែលខ្ញុំនឹងហ៊ានប្រាប់ពាក្យមួយថាកាលពីថ្ងៃទីខ្ញុំធ្លាប់ស្រឡាញ់អ្នកអនុស្សាវរីយ៍បីថ្ងៃទី7ទូពេលវេលាឆ្លងកាត់ប៉ុន្មានឆ្នាំមនុស្សអ្នកនោះនៅតែក្នុងការចងចាំជាស្ងាត់ស្ងាត់ដែលខ្ញុំមិនបានប្រាប់ខំរៀងទៅស្ដាប់នៅព្រោះអ្នកគ្រូរក្សាតែសួរបណ្ណយទៅដល់ថ្ងៃស្អែកចំណែក